ក្នុងជីវិតគេតែឲ្យយើងមានមិត្តភក្តិល្អយ៉ាងហោចដល់មួយទៅពីរនាក់ good friend ហើយក្រៅពីហ្នឹងគេហៅថា acquaintance គ្រាន់តែការរាប់អានអត់សាច់ការមិត្តភក្តិល្អមានថាងាប់រស់ជាមួយគ្នាជួយគ្នាទៅវិញទៅមកអាស្រ័យទៅវិញទៅមកអត់ប្រកាន់ហើយទុកចិត្តបានឯងនិយាយថាហែងតួកែស៊ីគេអត់ស៊ីបាទមានអីចឹង acquaintance ក៏គ្រាន់តែស្គាល់ផឹកស៊ីអូខេសាមញ្ញប៉ុន្តែតែមានរឿងហូចចោលហើយចឹងស្រុកខ្មែរយើងគឺច្រើនណាស់អត់សូវមានមិត្តទេសម្បូរតែ acquaintance ហើយ acquaintance ណានំផ្លាញ់លុយ acquaintance ណានំតែតិចសម្បូរតែឆោតថាសម្បូរតែឌឺថាសម្បូរតែអ៊ុយថាពេលយើងជួបមនុស្សពូមកក្តីមិនពូមកក្តី first thing you should do យើងត្រូវធ្វើគឺថា be part of their life ចូលរួមពីចំណាយជីវិតគេលើកស្ទួយគេហើយទទួលស្គាល់បញ្ហាគេជួយណែនាំគេហើយជួយយកចិត្តទុកដាក់គេហើយជួយប្រឹក្សាគេហើយគេហៅថា have empathy មានមេត្តាធម៌ទៅលើគេហើយ be a role model ណាជាអ្នកគេហៅថា role model ដែលគេអាចទុកចិត្តបានឬក៏ជាអ្នក confident មនុស្សដែលនិយាយប្រាប់បានអីប្រាប់បានពេលគេបាននិយាយហើយគេមិនសន្និដ្ឋានថាវាជាតែភាគច្រើនដល់ពេលបាននិយាយហើយចិត្តដូចយើងទៅ counselor psychology ហ្នឹងវាធូរអញ្ចឹងអារឿងទាំងអស់ហ្នឹងវាបានលេខចូលទៅដោយ confident ហ្នឹងគេអត់ចេញទៅវិញទៀតទេអញ្ចឹងគេតែងតែរក peer counselor គេតែងតែរក idol ឬ mentor គេតែងតែរកគេហៅថា confidant ឬក៏ best friend ដើម្បីនិយាយជាមួយហើយ best friend don't do anything គាត់និយាយថាដឹងតែគេមានបញ្ហាជួយគ្នាលើកទឹកចិត្តប្រាប់កុំប្រកាន់ច្រើនអត់គ្រោះតិចទៅមេត្តាធម៌ហើយលើកស្ទួយ so basically help lift them up whatever you can not always go to counselor go see doctor right away តែជួនកាលមានមិត្តជុំវិញអញ្ចឹងជួយស្ទើរតែច្រើនគេឆ្នាំទៅទៀតបាទ